Learning curve theory ទ្រឹស្ដីខ្សែកង់នៃការរៀនជាទ្រឹស្ដីដែលពន្យល់ថាពេលបុគ្គលឬអង្គភាពធ្វើការងារម្ដងហើយម្ដងទៀតនឹងក្លាយជាអ្នកជំនាញនិងអាចបន្ថយពេលវេលានិងចំណាយក្នុងការធ្វើការងារនោះបាននេះមានន័យថាយើងរៀនពីបទពិសោធន៍ហើយកាន់តែធ្វើការងារជាញឹកញាប់ការងារនឹងកាន់តែងាយស្រួលនិងប្រសិទ្ធភាពកាន់តែខ្ពស់គោលគំនិតសំខាន់ការធ្វើការងារម្ដងនាំឲ្យមានការកែលម្អជំនាញពេលវេលាធ្វើការងារតិចជាងមុនចំណាយនិងកំហុសក៏តិចទៅតាម Graph of Learning Curve ក្រាបខ្សែកង់នៃការរៀននៅលើក្រាប X ផ្ដេកចំនួនការងារផលិតផល Quantity of output number of repetitions A ឈរពេលវេលាឬចំណាយក្នុងមួយឯកតា Time cost per unit ខ្សែកង់ចាប់ផ្ដើមខ្ពស់នៅដំបូងពេលមនុស្សទើបចាប់ផ្ដើមធ្វើការងារមិនទាន់ស្ទាត់បន្ទាប់មកខ្សែកង់ចុះថយពោលគឺពេលវេលានិងចំណាយកាន់តែបន្ថយតាមការកើនឡើងនៃបទពិសោធន៍ចុងក្រោយខ្សែកង់នឹងក្លាយជាត្រង់ជាងមុនព្រោះការកែលម្អនឹងមានកម្រិតឧទាហរណ៍រោងចក្រមួយផលិតទូរស័ព្ទនៅដំបូងកម្មករម្នាក់ប្រើពេល10នាទីដើម្បីប្រមូលផ្ដុំទូរស័ព្ទមួយគ្រឿងបន្ទាប់ពីធ្វើបាន100គ្រឿងពេលវេលាធ្លាក់ចុះទៅ6នាទីក្នុងមួយគ្រឿងនេះបង្ហាញថាពេលបុគ្គលិកមានបទពិសោធន៍ចំណាយពេលតិចហើយផលិតភាពកើនឡើងដូចនេះ Learning Curve Theory បង្ហាញថាការធ្វើការងារជាញឹកញាប់នាំឲ្យមានការកែលម្អជំនាញបន្ថយពេលវេលានិងចំណាយ